សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានធ្វើបបរគ្រឿងខ្ញុំចង់ចែករំលែករូបមន្តនេះដល់ពុកម៉ែបងប្អូនដូច្នេះសូមពុកម៉ែបងប្អូនអញ្ជើញទស្សនាវិធីធ្វើទាំងអស់គ្នាជាដំបូងគឺយើងត្រូវបកខ្ទឹមរួចចិញ្ច្រាំឲ្យម៉ត់ដើម្បីយកទៅបំពងឲ្យឈ្ងុយទុកដាក់ពីលើបបរគ្រឿងនិងទុកមួយចំណែកសម្រាប់ឆាអង្ករហើយអ្នកទទួលខុសត្រូវបកខ្ទឹមថ្ងៃនេះគឺកូនស្រីខ្ញុំបងប្អូនគាត់ជួយខ្ញុំក្នុងការបកហើយនឹងចិញ្ច្រាំខ្ទឹមបងប្អូនកំឡុងពេលបកខ្ទឹមខ្ញុំក៏បានដាំទឹកដែរឥឡូវទឹកពុះហើយបងប្អូនខ្ញុំចាប់ផ្ដើមបង់ទឹកបារាំងហើយនឹងស្លឹកខ្ទឹមចូលរួចក៏បង់បង្គាយីហឺនិងឆៃពៅបន្ទាប់មកគឺខ្ញុំបានដាក់មាន់និងសាច់ជ្រូកចូលហើយធ្វើការរំងាស់រហូតដល់សាច់ឆ្អិនយើងចាប់ផ្ដើមស្រង់ចេញខ្ញុំចាប់ផ្ដើមស្រង់មាន់ហើយសាច់ជ្រូកចេញហើយបងប្អូនហើយក៏បានស្រង់កាកខ្ទឹមបារាំងហើយនិងស្លឹកខ្ទឹមចេញដែរពេលស្ងោរមាន់ទឹកស៊ុបរបស់យើងបានស្រកដូច្នេះខ្ញុំថែមទឹកឲ្យបានជិតពេញឆ្នាំងវិញហើយក៏ចាប់ផ្ដើមមកបំពងខ្ទឹមបងប្អូនការបំពងខ្ទឹមគឺយើងប្រើភ្លើងតិចដើម្បីឲ្យខ្ទឹមយើងមានពណ៌ល្អឆ្អិនសព្វបងប្អូនខ្ទឹមយើងក៏ហមហើយយើងចាប់ផ្ដើមដួសទុកខ្លះចំណែកខ្ទឹមដែលនៅសល់យើងដាក់ឆាផ្សិតអង្ករឆាច្របល់ឲ្យសព្វចូលគ្រឿងរួចក៏បន្ថែមអំបិលស្ករប៊ីចេងនិងទឹកត្រីបងប្អូនពេលគ្រឿងចូលសព្វគ្នាហើយខ្ញុំក៏បន្ថែមទឹកបន្តិចរួចដួសអង្ករដាក់ចូលក្នុងទឹកស៊ុបកំឡុងពេលរង់ចាំអង្ករឆ្អិនយើងអាចទៅចាប់ផ្ដើមបេះសាច់មាន់និងហាន់សាច់ជ្រូកក៏ដូចជាហាន់ជីនិងរៀបចំសណ្តែកបណ្ដុះដើម្បីដាក់ក្នុងបបរបងប្អូនបេះមាន់រួចហើយខ្ញុំយកឆ្អឹងមាន់នឹងដាក់ចូលក្នុងទឹកស៊ុបដើម្បីឲ្យវាចេញជាតិបន្តទៀតពេលអង្ករជិតឆ្អិនហើយខ្ញុំចាប់ផ្ដើមដាក់ផ្សិតបងប្អូនអាចប្រើផ្សិតប្រភេទណាក៏បានដែលបងប្អូនចូលចិត្តតែខ្ញុំចូលចិត្តផ្សិតនេះខ្ញុំដាក់ផ្សិតនេះហើយនឹងបង់ឈាមទុកឲ្យវាពុះឆ្អិនគឺបបរយើងបានឆ្អិនហើយបងប្អូនសម្រាប់ខ្ញុំគឺចូលចិត្តបបរនៅរាវគ្រាប់អង្កររីកប៉ុណ្នេះបើបងប្អូនចង់ឲ្យគ្រាប់អង្កររីកជាងនេះគឺយើងរំងាស់ឲ្យវាយូរបន្តិចគឺបានហើយឥឡូវបបរយើងបានឆ្អិនរួចរាល់ហើយបងប្អូនមើលមកតើទំនងទេគួរឲ្យចង់ញ៉ាំអត់បងប្អូនបបរយើងឆ្អិនរួចរាល់ហើយបងប្អូនតើយើងចាប់ផ្ដើមដួសញ៉ាំទាំងអស់គ្នាដំបូងខ្ញុំដាក់សណ្តែកបណ្ដុះហើយដួសបបរដាក់ពីលើដើម្បីឲ្យសណ្តែកបណ្ដុះឆ្អិនរួចក៏បានដាក់សាច់មានសាច់ជ្រូកសាច់មាន់ថែមខ្ទឹមបំពងជីដែលមានជីរណាហើយនិងស្លឹកខ្ទឹមថែមសៀងម្រេចហើយនិងម្ទេសឆាបងប្អូនបបរដួសហើយបងប្អូនមើលមកតើទំនងទេគួរឲ្យចង់ញ៉ាំទេបើបងប្អូនចង់ញ៉ាំអាចសាកល្បងតាមវិធីនេះបានជាចុងក្រោយសូមទស្សនាអតិថិជនដែលញ៉ាំបបររបស់ខ្ញុំទាំងអស់គ្នាសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំរហូតដល់ចប់បើបងប្អូនចូលចិត្តការចែករំលែកបែបនេះសូមបងប្អូនចុច like និង subscribe Channel របស់ខ្ញុំផងសូមអរគុណបងប្អូន